បងប្អូនឥឡូវខ្ញុំឡើងមកកាន់តែខ្ពស់ទៅនេះខ្ញុំជួបចម្លាក់ភ្នំមួយចោតមែនទែនហើយដើមឈើដល់ពីលើដូចនៅផ្សារតាព្រំហ្នឹងបងប្អូនយើងនេះយូរឆ្នាំហើយអត់ដឹងពីកាលទេណាហ៊ូទៅbayហត់មែនក៏សប្បាយចិត្តដែរឃើញមែននេះលាក់ក្នុងព្រៃជ្រៅឆ្ងាយយើងមើលនេះដើមឈើដុះដើមឈើធំអត់ដែលលឹងអ្នកមកដល់ហើយមានតែខ្ចងមកដល់ស្បកខ្ចងអញ្ចឹងនេះកូនចៅខ្ញុំមកខំឡើងទៅលឿនខ្ញុំនេះវាឃើញកន្លែងស្អាតទៅមកហ៎ណែនេះឡើងនេះដើមឈើស្អាតនេះដូចផ្សាត់តែព្រំអញ្ចឹងដើមឈើថ្មហ្មងអូអីបងប្អូនយើងស្អាតហើយស្អាតមែនតើនិយាយថាជួបចៃដល់ណាកន្លែងនេះដែរមានអ្នកមកដល់បងប្អូនចឹងតែនេះថាអត់មានអ្នកមកដល់ហ្មងព្រោះពួកខ្ញុំឡើងដើររាប់ម៉ោងហើយ3 4ម៉ោងហើយណាហើយណានេះមិនឡើងដល់នេះនេះដើរនោះថ្មអេមដូចថ្មប្រាសាទបងប្អូនយើងនេះបដប់ដូចគេបន្ទប់គេអញ្ចឹងណាដើមឈើខ្ញុំនិយាយទៅខ្ញុំមិនមែនជាអ្នកជំនាញទេថតផ្កាយនិយាយទេតែខ្ញុំឃើញអានមែនហ្នឹងណាឈើជិត20ម៉ែត្របងប្អូនយើងខ្ញុំស្មានមើលអត់ដឹងប្រហែលណាខ្ញុំថតអញ្ចឹងវាអាចសារសាច់ខ្ញុំវាអត់សូវថ្លៃគេអាចមើលទៅឃើញទៀបតែមិនទៀបទេខ្ពស់មែនទែនហ្មងលាក់ក្នុងកដាលព្រៃភ្នំនេះចម្លាងចិត្តដល់ខ្ពស់ហើយភ្នំអូយស្អាតមែនតើបងប្អូនយើងនេះខ្ញុំដល់ហើយបើឡើងតាមដាស់នេះទៅដល់លើយុទ្ធមិត្តខ្ញុំយុទ្ធមិត្តអ្នកទៀតនឹងអង្គុយនោះឥឡូវខ្ញុំចាំគាត់មកឡើយហើយអង្គុយហូបទឹកមិញ